កូនប្រុសស្រីដែលមិនស្ដាប់តាមពាក្យរបស់ឪពុកម្ដាយច្រើនតែបរាជ័យនៅរាល់ការងារដែលខ្លួនឯងធ្វើឬជួបឧបសគ្គបង្កឲ្យមានបញ្ហាដែលមិនអាចដោះស្រាយបាននិងជួបនៅសេចក្តីទុក្ខលំបាកសពគ្រប់បែបយ៉ាងនៅក្នុងជីវិតដែលមិនអាចគេចផុតបានឡើយហើយទៅណាមកណាតែងបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតជានិច្ចព្រោះតូចមិនស្ដាប់តាមពាក្យរបស់ឪពុកម្ដាយដូចជាមិត្តវិទូកាដែលតែងតែទៅជេររឹងរូសមិនស្ដាប់ម្ដាយចង់ទៅធ្វើជំនួញតែម្ដាយហាមឃាត់មិនអោយទៅដោយឃើញកូននៅក្មេងខ្លាចកូនមានគ្រោះថ្នាក់ខ្លាចកូនលំបាកព្រោះម៉ែបារម្ភពីកូនទើបម៉ែហាមឃាត់មិនអោយកូនទៅតែមិត្តវិទូកាមិនយល់ព្រមនោះឡើយនៅតែជជែកទៅរហូតហ៊ានច្រានម្ដាយដែលចាស់ជរាឲ្យដួលប្រឡាប់ប្រលិនពេលដែលគាត់យំអង្វរអបជើងកូនមិនអោយកូនទៅទៀតផងហើយដើរបន្លងគាត់ទៅដោយគ្មានអាឡោះអាល័យនិងគ្មានក្តីអាសូរដល់ម្ដាយចាស់ជរាបន្តិចសោះឡើយព្រោះតែមិត្តវិទូកាជាកូនកលកិណីមិនដឹងគុណម៉ែនិងមិនស្ដាប់តាមពាក្យរបស់ម៉ែទើបទីបំផុតត្រូវគ្រឿងសំពៅនៅកណ្ដាលសមុទ្រដោយមិនអាចធ្វើដំណើរទៅមុខបានអ្នកសំពៅទាំងឡាយក៏គិតគ្នាថានៅលើសំពៅនេះប្រកាសជាមានមនុស្សកលកិណីមិនខាតទើបធ្វើពិធីដើម្បីស្វែងរកបាបជនក៏បានដឹងថាមិត្តវិទូកាជាមនុស្សកលកិណីអ្នកសំពៅទាំងឡាយក៏ចាប់មិត្តវិទូកាដាក់បណ្ដែតតាមក្បូនបំបោះបង់ចោលឲ្យអណ្ដែតនៅលើខ្នងសមុទ្រក្នុងគ្រានោះឯងធ្វើឲ្យមិត្តវិទូកាជួបនៅសេចក្តីទុក្ខលំបាកដោយការធ្លាក់នរកទាំងរត់ព្រោះតែមិនស្ដាប់ពីម៉ែឬក៏ដូចជានាងបណ្ដាចាជារាជបុត្រីរបស់សិទ្ធិនៅក្នុងក្រុងសាវតីដែលលួចលាក់ស្នេហាគ្នាជាមួយនឹងទាសាទោះបីជាឪពុកម្ដាយហាមឃាត់យ៉ាងណាក៏នៅតែមិនស្ដាប់រហូតរត់ចេញពីផ្ទះចោលឪពុកម្ដាយទៅរស់នៅក្នុងដុបក្នុងព្រៃស៊ីអត់ស៊ីឃ្លានយ៉ាងលំបាកវេទនាជាមួយនឹងបរិសុទ្ធជាទាសាទីបំផុតត្រូវព្រាត់ប្រាសគ្នាគ្មានសល់ម្នាក់ណាឡើយព្រាត់ទាំងកូនព្រាត់ទាំងស្វាមីនិងព្រាត់ទាំងឪពុកម្ដាយបងប្អូនយ៉ាងគួរឲ្យសង្វេគជាទីបំផុតព្រោះតែការព្រាត់ប្រាសចាកមានសន្តានបណ្ដាលឲ្យនាងទៅជាឈួតលីលាអនាថាមិនដឹងអ្វីទាំងអស់លទ្ធផលព្រោះតែមិនស្ដាប់ពាក្យម៉ែឪប្រវត្តិដ៏កំសត់របស់នាងបណ្ដាចាមានជាអត្ថបទកំណាព្យដូចតទៅនៅក្នុងវិមានលោកសេដ្ឋីមានខ្ញុំប្រុសស្រីច្រើនប្រមាណកូនស្រីសេដ្ឋីតែងប្រោះប្រាំឲ្យគ្នារស់បានដោយសប្បាយកូនស្រីសេដ្ឋីនាងធីតារូបស្អាតអស្ចារ្យសពរាងកាយមើលឃើញញញយមិនចិនណាយសំដីក្បោះក្បាយហើយទន់ភ្លន់ធីតាសេដ្ឋីវ័យក្រមុំដូចការក្រពុំគួរគយគុណទៅណាមកណាកំឡោះជន់ចង់ឲ្យដើរមុនលួចមើលរៀងពួកកូនអ្នកមាននៅកំឡោះតែងមកសុំស្មោះស្នេហ៍ពីនាងតែមិនបានជួបចេះតែវៀងដូច្នេះកំប្រទៀងថ្ងៃក្រោយទៀតថ្ងៃមួយនាងបានទៅជួបនឹងទាសារូបរាងសង្ហាមានវិយាតកើតចិត្តស្នេហាចូលទៅបៀតទ្រូងសែនចង់បៀតព្រោះអាណិតរីឯកំឡោះជាទាសាក៏លួចស្នេហាម្ចាស់ស្រីពិតតែខ្លួនអ្នកក្ររស់ងងឹតធ្វើម្ដេចដូចចិត្តបងប្រាថ្នាក្រោយមកជំងឺរោគស្រឡាញ់ចេះតែខ្មួលខ្មាញ់ក្នុងអរាក៏កាត់រោគគ្នាឆ្លែកចរចាស្មោះស្ម័គ្រស្នេហាគ្រានោះឯងគូស្នេហ៍ទាំងពីរស្មោះស្ម័គ្រពិតស្នេហ៍ចិត្តនិងចិត្តឥតមានក្រែងទោះបីត្រូវស្លាប់ទៅជាផ្សែងចោលប្រទេសសំបែងក៏ព្រមដែរក្រោយមកធីតានិងទាសាមានគម្រោងការរោគផ្លូវកែត្រូវរត់ទាំងយប់ចោលពុកម៉ែទៅរស់រួមស្នេហ៍នៅក្នុងព្រៃនាំគ្នារត់ដល់ព្រៃជ្រៅហើយក្នុងចិត្តបានស្បើយព្រោះផុតភ័យរស់នៅក្នុងតោងស្នេហ៍មានន័យមានសិទ្ធិសេរីដូចបំណងបរោះជាប្តីធ្វើចំការចិញ្ចឹមធីតាគូស្នេហ៍ស្នំខំថ្នាក់ខំថ្នមបីត្រផងធីតានួនអងមានគួរហើយគួរនោះចម្រើនវ័យគ្រប់ខែធីតាមានបែកទុកឥតស្បើយណាមួយគ្មានញាតិស្គាល់ម្នាក់ឡើយនៅតែគៀកកើយប្តីកំសត់
ចិត្តនាងសែននឹកក្រុមគ្រួសារមេត្តាបិតាយ៉ាងប្រកបគិតថានឹងរត់តាមកំណត់ចងខ្ទមកំសត់ទៅជួបម៉ែថ្ងៃមួយនាងរត់កាត់គៀងទៅដេកដួលតាមផ្លូវព្រៃសង្កែប្រសូតកូនប្រុសគ្រានោះដែរមាននប់តាមថែយកមកវិញកូននោះចេះដើរបានបន្តិចនាងបានបំភ្លេចរឿងតូមនិញមកអាណិតដីខំបំពេញតែនាងទន្ទិញថានឹកស្រុកមិនយូរប៉ុន្មាននាងកូនទៀតនាងតែងចុកសៀតនៅមិនសុខដល់ពេលគ្រប់ខែមិនស្រណុកចង់ជួបម៉ែពុកពេកកន្លងពេលប្តីមិននៅទៅចំការសេដ្ឋីធីតាប្រាថ្នាផងនាំកូនរត់ទៅជួបញាតិផងតែខុសបំណងព្រោះខ្ជុះក្លៀងពេលនាងដឹកដៃកូនរត់ទៅបានពាក់បណ្ដាលផ្លូវលឺសូរទៀងមាននប់ត្រួតតាមស្រែកហៅមានកាត់ខ្ជុះកាត់ក្លៀងតាមប្រពន្ធពេលរត់មកដល់ស្លុតអរ៉ាសេដ្ឋីធីតាឈឺពោះធ្ងន់កំពុងប្រសូតបុតតូចតន់មាននប់ភ័យស្លន់រោគអស់ឆ្អើរពេលនោះរន្ទះបាញ់ខ្លាំងណាស់ពលលន់ដេះដាស់គុំប្រសើរមាននប់ជាប្តីធ្វើដំណើរម្ដងរត់ម្ដងដើររោគអស់ស្ងួតពេលឃើញដំបូកចំពោះមុខខំរាវខំរុកចិត្តនឹកបដោតច្បាស់ជាបានអស់លីតម្រួតដៃស្វិតរមួតកាន់ពូថៅកំពុងចាប់អស់លើដំបូកស្រាប់តែដួលពោកមុខជាប់ខ្មៅត្រូវពោះវេចិត្តឲ្យដំបៅចុកចាប់ខ្សែក្តៅព្រោះពឹសពោះអនាងធីតាគូស្នេហ៍ស្នងក្នុងគ្រានេះម្ដងបងមិនរួចពោះវេចិត្តបងអយរងគ្រោះបងត្រូវរបួសឈឺខ្លោចសារបួសផ្លូវកាយឈឺមិនពិតតែរបួសចិត្តឈឺក្រៃណាព្រោះបងត្រូវស្លាប់ចោលធីតាអយរងទុក្ខានឹងកូនពីរបងលីហើយអូនស្ងួតពិសីគ្មានថ្ងៃវិលវៃឡើយនារីទុកបងធំណាស់ធំជាងគិរីអោផែនប្រតិពីខ្ញុំលាហើយមាននប់កំសត់ពោលប៉ុណ្ណោះដេកស្លាប់មិនចេះកំរឹកឡើយស្លាប់ទៅទាំងទុកឥតលហែលហើយជួបទុកឥតស្បាយក្នុងជីវិតចំណែកធីតារងចាំប្តីមិនឃើញវិលវៃយប់ងងឹតតើបងទៅណាបណ្ដូលចិត្តឬមួយបងពិតរត់ចោលអូននាងយំនាងស្រែកដើររកប្តីទាំងសរសៃខ្ចីទើបកើតកូនខំដើរទាំងយប់ងងឹតសូនដៃមួយបីកូនមួយកាត់ដៃពេលដែលទៅដល់ឃើញប្តីដេកចិត្តសែនសង្វេគភ័យភ័យក្រៃចូលទៅត្រកងលើកប្រុសឆ្លៃយល់ពោះចង្រៃសម្លាប់បងស្ដេចមច្ចរាជសាហាវណាស់សម្លាប់ក្មេងចាស់មិនទៀងទាត់អប្រៃព្រឹក្សាខ្ញុំបពតម្ដេចមិនជួយខាត់ប្តីខ្ញុំផងបងអើយមើលចុះកូនទាំងទ្វេនៅក្បែរនេះទេទាំងប្អូនបងយំស្រែករកឪពេលនេះម្ដងអរគូស្នេហ៍ស្នងបងលឺទេពីថ្ងៃនេះទៅនៅមីម៉ាយក្នុងនាមជាម្ដាយថ្នមបំពេមើលថែទាំកូនរស់ដូចគេអូននឹងងាករេវិលទៅស្រុកគួរឲ្យអាណិតនាងធីតាទួញយំសោការឿងស្មៃស្មុកពោកូនបីកូនដើរទៅត្រកដើម្បីសម្រុកទៅរកញាតិកាត់វាលចូលព្រៃអស់មួយយប់ដើរមិនហ៊ានឈប់ទាំងទុកសៀតនាំកូនកាត់ព្រៃដោយគ្មានគ្មៀតត្រូវឆ្លងស្ទឹងទៀតទៅដល់ទឹកស្ទឹងនោះណាហូរត្របាញ់ខ្សែទឹកខ្មួលខ្មាញ់ផ្សំនឹងខ្យល់សេដ្ឋីធីតាសែនបង្វល់កម្មអកុសលតាមចងពីនាងបានគិតថាត្រូវដោយឆ្លងយកកូនមួយម្ដងកាត់គង្គាបើយកទាំងអស់ច្បាស់មកជាត្រូវវេទនាលំទឹកស្លាប់ពេលនោះចម្លងកូនតូចមុនបន្ថយការធ្ងន់យ៉ាងប្រញាប់ពេលដល់ត្រៃហើយវិលពយឆាប់មកបីថ្នមចាប់កូនបងទៀតនាងខំទប់ប្រាណឆ្លងទឹកជ្រៅនាំយកកូនពៅយ៉ាងគ្មានគ្មៀតក្នុងចិត្តខ្លោចផ្សាទ្រូងចង្អៀតនឹកកូនមួយទៀតនៅម្នាក់ឯងពេលដល់ត្រៃហើយដាក់កូនដេកក្នុងចិត្តព្រួយពេកទ្រូងចំបែកព្រោះកូនទើបកើតជុំក្តែងក្តែកដេកនៅម្នាក់ឯងក្រែងគ្រោះថ្នាក់កូនមួយត្រូវងាយមួយត្រូវអាយធ្វើឲ្យទ្រូងម្ដាយសែនអួលអាក់នាងដើរឆ្លងស្ទឹងដោយចិត្តស្នាក់ចំពោះទៅសំណាក់កូនបងនៅពេលដែលទៅដល់កណ្ដាលស្ទឹងសត្វខ្លែងស្ទុះវឹងចាប់កូនពៅចាក់ខំកូនង៉ែតនាំយកទៅដើម្បីតម្រូវធ្វើជាអាហារធីតាឃើញខ្លែងចាប់កូនទៅហោះឡើងតាមផ្លូវកាត់វេហានាងស្រែកអង្វរខ្លែងបាក់សាសូមខ្លែងមេត្តាឲ្យកូនវិញនាងរត់ទះដៃបង្អើលខ្លែងក្នុងចិត្តចំបែងទុកតោមនិញអាណិតកូនពៅអំបាញ់មិញ
ឥឡូវប្រត់វិញគ្មានថ្ងៃយល់រីឯកូនបងនៅចាំម្ដាយក្នុងចិត្តខ្វល់ខ្វាយសែនអំពុលឬម្ដាយទះដៃក៏ខំរុលដើម្បីឈ្មោះឈ្មោលដើរចុះស្ទឹងពេលចុះដល់ស្ទឹងទឹកត្របាញ់ខ្សែទឹកខ្មួលខ្មាញ់ចាប់គួចវឹងយកកូនបងនោះទៅបាត់ស្ទឹងតាមខ្សែទឹកស្ទឹងអោយខ្សែប្រាណធីតាឃើញទឹកគួចកូនបានកើតមានវិបត្តិហួសប្រមាណនាងកើតទុកខ្លាំងឥតស្រាកស្រានធ្វើម្ដេចនឹងបានជួបកូនទៀតបាត់កូនទាំងទ្វេនឹងស្វាមីធ្វើអោយទ្រង់ស្រីសែនចង្អៀតជួបទុកមួយហើយថែមមួយទៀតម្ដេចមិនពិឃាតអោយស្លាប់ទាំងអស់អស់ភពផែនដីមានមិត្តពិតតែដូចងងឹតគ្មានសម្រស់ខ្ញុំរស់ម្នាក់ឯងសែនក្រៀមក្រោះតែនហើយចុកទ្រាំតាមកម្មធីតាសេដ្ឋីយំសោកាយណែនក្នុងអរាចិត្តប្រេះស្រាំនឹកកូននឹកប្តីធ្លាប់ក្តីខ្ញាំហេតុតែបាបកម្មអោយព្រាត់គ្នាពេលនេះមានតែអ្នកមានគុណដែលធ្លាប់រៃគុណគ្រប់វេលាកូនមិនជឿអ្នកទៅផ្លាយជីរស់នៅក្រំគ្រាជួបក្តីទុក្ខកូននឹងទៅផ្ទះជួបមុខអ្នកក្រមលុបប្រជានៃពុកម៉ែដើរផងគិតផងស្រោតទៅផ្ទះតែត្រូវរាំងស្ទះគ្រោះថ្នាក់ទៀតជួបអ្នកបរទេសទៅនឹងឃ្លាចេញពីភូមិញាប្រទេសសេដ្ឋីមានឃើញមនុស្សត្រេកអរណាស់ចង់សួរឲ្យច្បាស់សពតិចក្តីតើមានស្គាល់ទេសាវតីលោកម្ចាស់សេដ្ឋីឪពុកខ្ញុំគាត់មានទ្រព្យច្រើនតើមិនខ្វះមាសពេជ្រទេសដាស់សែនផ្ទាំងគុំអ្នកខ្សត់ក្រីក្រតែងមកសុំឯកូនក្រមុំខ្ញុំនេះឯងតើសពថ្ងៃនេះគាត់យ៉ាងណារស់នៅសុខាឬចំបែងខ្ញុំចង់ដឹងណាស់ភាពជាក់ស្ដែងសូមជួយថ្លាថ្លែងប្រាប់ខ្ញុំផងអ្នកបរទេសដឹងការពិតនឹកសែនអាណិតពេកកន្លងមិនចង់ប្រាប់ទេរឿងសៅមកតែនាងបដោះដងទួចសួរណែនាងធីតាបុត្រថៃហេតុការអ្វីៗដែលពូនឹងឆ្លើយប្រាប់តាមសំណួរដែលនាងបានសួរចង់ដឹងពិតនាងអើយជុកមិញភ្លៀងធ្លាក់ខ្លាំងរុនទះបាញ់ផាំងមេឃងងឹតខ្យល់ព្យុះបោះបោកដោយកំបិតមកផ្ដាច់ជីវិតគ្រួសារនេះគ្រួសារសិទ្ធិទាំងអស់គ្នាស្លាប់វេទនាក្នុងពេលភ្លៀងខ្លះត្រូវដេកស្លាប់ក្រោមរបៀងឪពុកម្ដាយនាងស្លាប់អស់ហើយសេដ្ឋីធីតាស្ដាប់ឮច្បាស់ក្នុងចិត្តប្រែផ្លាស់ទុកឥតស្បើយចិត្តឈួតពង្វេងគ្មានកោះត្រើយជួបទុកមួយហើយថែមមួយទៀតនាងមិនគួរចិត្តឥតឧបមាហូរទឹកនេត្រាទ្រូងចង្អៀតនឹកស្ដាយស្រណោះភោគផាញ់ញៀតមច្ចរាជពិឃាតប្រហាបងនាងយំបោកខ្លួនលើផែនដីរៀបរាប់សេចក្តីតាមបំណងគ្មានអ្នកណាច់ម្នាក់ជួយស្រោចស្រង់លួងលោមតម្រង់ទុកស្មារតីសេដ្ឋីទីតាស្ដាយខ្លាំងណាស់រហូតចិត្តផ្លាស់គ្មានដឹងអ្វីម្ដងស្រែកហៅកូនម្ដងស្រែកហៅប្តីម្ដងនឹកមុំមីរកពុកម៉ែម៉ែអើយពុកអើយនៅទីណាឲ្យកូនខ្លោចផ្សារស់ស្មាច់នោះកូនរស់ម្នាក់ឯងគ្មានក្តីសុខចិត្តកូនសែនចុកព្រោះព្រាត់ប្រាសអោប្តីសម្លាញ់នៅទីណាប្តីបាត់រៀមរាអូននឹកណាស់អូននៅចាំបងមិនប្រែផ្លាស់ចាំរហូតចាស់ក៏មិនភ្លេចអរកូនទាំងពីរបណ្ដូលចិត្តដែលនៅស្មោះពិតឥតគេកិច្ចម្ដាយនៅចាំកូនរាល់ថ្ងៃលិចទោះបីភ្នែកបើកថ្មិចក៏នឹកដែរអរឪពុកម្ដាយប្តីកូនខ្ញុំធ្លាប់រស់ជោគជុំត្រនំស្នេហ៍ឥឡូវព្រាត់អស់មិននៅក្បែរឬអ្នកព្រួលប្រែស្អប់ខ្ញុំហើយគួរឲ្យអាណិតស្រីកំសត់រស់មិនប្រកបអាក្រាតកាយដែលស្រាប់សម្ពុតផ្សែងក្អាកក្អាយក្នុងចិត្តនឿយណាយយំហើយវានាងខ្លាចជាឈួតអនាថាដែលដេកតាមផ្សារគ្មាននិយាយគេគប់គេវាយធ្វើបាបទៀតរាងកាយចុកសៀតជឿខ្លោចផ្សាដោយនាងជាស្រីឈួតយ៉ាងនេះអ្នកផងព្រះរិះហើយឈ្មោះថាជាស្រីកំសត់បណ្ដាចាដែលជួបបញ្ហាក្នុងជីវិត